มีบางคนจะเชิญแต่ก่อนช่วงแต่ให้ไอ้บัญชีนิ้งខ្ញុំចាប់យកអាជីវកម្មមកទៅវិញពេលដែលយើងធ្វើអាជីវកម្មហើយយើងខ្លាចទៅជាអ្នកមានតើបងប្អូនរបស់យើងនឹងខ្លាចទៅជាអ្នកមានជាមួយយើងដែរឬទេអាជីវកម្មទូទៅនៅលើទីផ្សារនៅពេលដែលបងប្អូនខំប្រឹងធ្វើឬក៏ការងារក៏ដោយនៅពេលដែលបានចំណូលគឺយើងបានចំណូលតែម្នាក់ឯងទេចាបងប្អូនរបស់យើងគឺគាត់នឹងទទួលបានចំណូលទៅតាមការងាររៀងខ្លួនរបស់ពួកគាត់ចឹងទៅចាអញ្ចឹងយើងអាចជួយពួកគាត់ឲ្យអាចរកចំណូលបានដែរនោះទេតែសម្រាប់អាជីវកម្មម៉ូតូមីវិញនៅពេលដែលយើងចាប់ផ្ដើមធ្វើអាជីវកម្មនៅពេលដែលយើងទទួលបានចំណូលនោះមិនមែនមានតែយើងដែលជាអ្នកទទួលបាននោះទេទាំងសមាជិកទាំងក្រុមការងារទាំងបងប្អូនរបស់យើងអ្នកដែលចូលរួមសហការជាមួយយើងគឺគាត់នឹងទទួលបានចំណូលដូចគ្នាជាក់ស្ដែងនៅពេលដែលនាងខ្ញុំដាក់គោលដៅយកតំណែងទី1នៅក្នុងអាជីវកម្មម៉ូតូមីចានាងខ្ញុំទទួលបានចំណូលទៅតាមមុខតំណែងរបស់នាងខ្ញុំក៏ប៉ុន្តែនៅក្នុងនោះអ្វីដែលកាន់តែពិសេសកាន់តែរំភើបកាន់តែអស្ចារ្យគឺសមាជិកក្រុមរបស់នាងខ្ញុំគាត់អាចទទួលបានចំណូលได้រហូតដល់10នាក់ឯណោះចាច្រើនមែនតើអញ្ចឹងនៅក្នុងនោះមានអ្នកដែលគាត់ពិបាកអ្នកដែលគាត់អត់លុយស្របពេលដែលអត់លុយផងហើយក៏ទទួលបានចំណូលវាតូមីទៀតចាអញ្ចឹងពិសេសអត់ហើយគាត់គ្រាន់តែផ្លាស់ប្ដូរទីផ្សារពីការប្រើផលិតផលនៅខាងក្រៅមកប្រើផលិតផលអាតូមីគាត់ក៏ទទួលបានចំណូលត្រឡប់មកវិញមិនត្រឹមតែបានផលិតផលល្អយកទៅប្រើទេថែមទាំងទទួលបានចំណូលទៀតពិសេសហេហើយមួយវិញទៀតគាត់ក៏អាចសហការនៅក្នុងការដាក់គោលដៅទទួលតំណែងជាមួយនាងខ្ញុំជាបន្តបន្ទាប់ហើយវាក៏ជាឱកាសដែលយើងគ្រាន់តែប្រើប្រាស់ផលិតផលប្រចាំថ្ងៃនោះបងប្អូនក៏អាចទទួលបានឱកាសនៅក្នុងការធ្វើអាជីវកម្មអន្តរជាតិអាតូមីដែលជាអាជីវកម្មដែលអាចផ្ដល់ចំណូលអូតូស្វ័យប្រវត្តិអកម្មជូនបងប្អូនទាំងអស់គ្នារហូតទៅដល់ចំនួនកូនចៅយើងទៀតអញ្ចឹងពិសេសហេចាអញ្ចឹងសូម complete inbox មកកាន់នាងខ្ញុំដើម្បីសិក្សាស្វែងយល់ពីឱកាសអាជីវកម្មជាមួយគ្នា